ខ្ញុំជួបថានឹងភាគច្រើនគ្មានកំហុសអីទេគឺថាដូចខ្លួនខ្ញុំផ្ទាល់ហ្នឹងកន្លងមកហ្នឹងដែលគេចាប់នៅបាត់ដំបងហ្នឹងគេមិនមែនថាចាប់ខ្លួនពីបត់អីអត់ទេគេទៅដល់គឺថាប្រមូលកម្លាំងទៅបោចផ្ដៅនៅពោធិ៍សាត់មិនខ្វះកម្លាំងឥឡូវមានឯងទៅជាមួយគេហើយយើងគេដាក់ទិសយើងទៅតែមកដល់ថាក៏គេចាប់ក្រឹបយើងអត់ដឹងអីផងដល់តែគេបាយសួរចម្លើយចောက်ខ្សែភ្លើងជួយចម្លើយយើងអត់មានរឿងអីប្រាប់គេទេទាំងត្រូវបណ្ឌិតរឿងដល់អត់មានរឿងប្រាប់ហ្នឹងគឺយើងត្រូវបណ្ឌិតហើយដូច្នេះណាគេបង្កើតច្បាប់បង្ខំមនុស្សឲ្យកុហកមិនកុហកគេមិនកុហកអ្នកសួរចម្លើយដូចខាងខនឯនេះកំហកខ្លួនឯងទៀតណាកុហកខ្លួនឯងទៀតយើងមិនដែលស្គាល់មុខអ្នកដែលយើងឆ្លើយដាក់យើងមិនដែលស្គាល់ទង្វើដែលយើងបានធ្វើគឺអត់ទាំងអស់តែតើយើងឆ្លើយចឹងមកយើងធូរតិចគេអត់សូវបាយខ្ញុំសួរចឹងតែយកទៅសួរតែអត់ឆ្លើយគឺអត់ជឿតតែឆ្លើយការពិតមិនពិតអីតតែឆ្លើយចឹងដូច្នេះវាអស់លក្ខណៈជាមនុស្សហើយមិនចឹងទេវាដកអានេះមានរឿងមានពាក្យមានសម្ដីវាដកអាទៅវាជាមនុស្សរួចអស់ហើយដល់បានគ្រប់ឯកសារហើយយកទៅដាក់គុកចោលអត់ឲ្យបាយស៊ីទេឯងស្គមដូចខ្មោចមនុស្សមិនមនុស្សសត្វមិនសត្វអញ្ចឹងដល់ចប់ពីហ្នឹងដល់ពេលហើយបានអូសវាទៅវាយចោលហ្នឹងវាមិនមែនមនុស្សទេយកទៅវាយចោលមែនហ្នឹងហើយហ្នឹងវាលេងមនុស្សអាហ្នឹងគឺម្នាក់ដែលធ្វើការនៅទីនេះទោះបីចង់ថាគ្រប់អង្គការគឺដាច់ខាតចឹងខ្ញុំមិនចង់ឲ្យមួយឯងនិយាយអញ្ចឹងទេនិយាយរឿងគោរពអង្គការហ្នឹងបើម្នាក់មានការគោរពអង្គការវិន័យចាត់តាំងធ្វើតាមបញ្ជាគេបើមិនធ្វើគេសម្លាប់ខ្ញុំដែរបើមិនធ្វើខ្ញុំមិនអាចចូលជើងបានអាហ្នឹងចាប់ហើយពិភពលោកយើងអត់មានអានេះយុត្តិធម៌អត់មានអ្វីដែលគេថាឧត្តមគតិសម្រាប់មនុស្សគេបែងចែកពីសត្វសភាវៈមនុស្សគឺនឹងសត្វវាខុសគ្នាគេឲ្យដាច់តម្លៃខុសគ្នាអញ្ចឹងមួយសត្វតិរិឆានមួយមនុស្សដូច្នេះបើសិនជាមានមួយក្រុមគេយកមនុស្សធ្វើជាសត្វហើយអន់ជាងសត្វទៅទៀតអានឹងវាជារឿងមួយវានិយាយរួមទៅវាអត់ត្រឹមត្រូវអញ្ចឹងហ្មងវាមិនត្រឹមត្រូវបើយើងភាគរឿងពាក្យកំតិចហ្នឹងវាសាហាវលើសពីសាហាវទៀតព្រោះត្រឹមសម្លាប់អាហ្នឹងវាដូចជាមានសិលធម៌ខ្លះណាដល់កំតិចហ្នឹងគឺអស់ហើយមនុស្សហ្នឹងវាคล้ายទៅជាផង់ទូលីវាคล้ายទៅជាល្អងទូលីអាហ្នឹងប៉ើងតាមខ្យល់ហើយពាក្យថាកំតិចតាមការយល់នៃយមន័យវាថាកំតិចហ្នឹងគឺគ្មានឲ្យសល់អីបងមាត់ឈឹងបងពីមាសអស់លេងព្រោះសម្លាប់អាហ្នឹងវានៅថាមានដូចថាយើងមានតម្លៃខ្លះណាតែដល់កំតិចគឺចប់ហើយទោះសត្វពួកគេមិនដែលនិយាយកំតិចទេសត្វគេទៅសម្លាប់អានេះវាហួសសត្វទៅទៀតវាទៅជាផង់ទូលីវាណែតាមខ្យល់ផាត់តាណាផាត់ទៅវាអស់មានលក្ខណៈជាមនុស្សហើយកំតិចហ្នឹងតែខ្ញុំយល់ថាកំតិចហ្នឹងបានតែសាច់ទេបានតែរូបរាងកាយទេណាតែវិញ្ញាណអត់ខ្ទេចទេនេះបណ្ដៅអញ្ចឹងនេះអានេះបណ្ដៅអាដែងរបស់តាងអាដែងនិយាយថាសក្ខីភាពវានៅទាំងអស់ហ្នឹងអត់មានណាចាប់អារម្មណ៍ទេវានៅទាំងអស់ដូច្នេះខ្ញុំចង់ដឹងថាតើដូចហួយជាដើមគាត់ធ្លាប់ធ្វើការកន្លែងហ្នឹងយកមនុស្សអីទៅអីចឹងទៅបើតែយើងគិតជាមិនដែរពេលហ្នឹងកាលនោះខ្ញុំក៏នៅក្មេងៗដែរការពិចារណាក៏មិនបានដល់ហើយមួយទៀតគឺវិជាមែវគេឲ្យធ្វើអីជាប្រឹងប្រែងប្រឡងប្រណាំងជាប្រឡងប្រណាំងឲ្យយកទៅសម្លាប់ធ្វើម៉េចឲ្យថាគ្រប់អង្គការជារខំប្រឹងបាទដល់សប្តាហ៍នេះគឺវាពិនិត្យមើលវាខុសច្បាប់ឃើញថានឹកឃើញអៀនខ្មាស់ខ្លួនឯងដែរតែក៏មិនយកចិត្តទុកដាក់គិតគូរឯងតែនឹកឃើញវាជាឈឺលើក្បាលអញ្ចឹងគេបបួលផឹកបបួលស្រីគេទៅមួយគេដាក់យវឹងមកផ្ទះវិញដេកខ្ញុំមិនចឹងទេអានេះពីពួកខ្ញុំតល់ណាការដែលយើងជួបគ្នាម្ដងវាជាការលំបាកហ្នឹងមិនមែនជារឿងស្រួលទេសម្រាប់ខ្ញុំហើយជារឿងដែលមិនចង់និយាយរួមមិនចង់ជួបគ្នាទេព្រោះយើងជួបគ្នាយើងមិនដែលនិយាយរឿងល្អទេនិយាយទៅពីរឿងអតីតកាលដែលធ្វើឲ្យយើងពិបាកនឹងទ្រាំប៉ុន្តែយើងជៀងផុតខ្ញុំជៀងមិនផុតទេព្រោះខ្ញុំចង់ដឹងខ្ញុំចង់ស្វែងយល់អំពីអ្វីដែលថាវាបានកើតឡើងហើយនោះកុំឲ្យវាកវត្តចោលទៅទេអត់ន័យណាខ្ញុំចង់ដឹងប៉ុណ្្នឹងឯងយើងជួបនេះយើងមិនមែនថា
ជាពេលវេលាសម្រាប់លៀងខ្លួនឬសម្រាប់លៀងបាបអីអត់ទេធ្វើការនេះទេកន្លែងនេះខ្ញុំចាំបានច្បាស់ណាស់ព្រោះខ្ញុំចំណាំដើមឈើហើយនឹងដើមថ្នោតនេះជាកន្លែងទីតាំងជើងឯកដែលជាកន្លែងគេសម្រាប់អ្នកទោសនេះជាម៉ោងចាស់ហើយគេបានសង់ជាផ្ទះតូចមួយទុកនៅទីនេះសម្រាប់ដឹកមនុស្សអ្នកទោសចេញពីទួលស្លែងមកពេលឡានមកដល់ឯកក្បែរផ្ទះហើយក៏បញ្ជូនមនុស្សអ្នកទោសនេះចុះពីលើឡានចូលក្នុងផ្ទះហើយប្រាប់ថាកុំភ័យកុំខ្លាចកុំអីគឺឲ្យមកនៅផ្ទះថ្មីហើយក្រោយមកក៏បញ្ជូនម្ដងមួយចេញគាត់ឈ្មោះហើយក៏យកមកសម្រាប់នៅកន្លែងនេះដែលជាកន្លែងជីងដៅហើយជាស្រេចពេលសម្រាប់ហើយគឺបានលើកបោះចូលទៅក្នុងដៅនេះតែម្ដងដល់លើកទី2ទៀតដឹកទៅជើងឯកទៀតធំក្លិនស្អុយស្អាតឆ្អេះឃើញដីផាខែងស្អុយខ្មោចហើយពួកខ្ញុំក៏ចេះនាំគ្នាប្រឹងវាយហើយមកទៀតគឺដឹកជញ្ជូនទៅទៀតគឺយកទៅវាយទៀតគឺនៅធំក្លិនស្អុយស្អាតដែរនឹងទៅជាការធម្មតាធំក្លិនស្អុយស្អាតជាធម្មតាទៅជាសាមញ្ញលេងគិតលេងគូលេងសួរលេងស្ដីហ្នឹងដឹងថាយកទៅដល់វាយយកដល់វាយហូតទៅមកវិញខ្ញុំប្រយ័ត្នណាមើលប្រយ័ត្នអ្នកទោសរួចខ្ញុំប្រយ័ត្នងក់យើងមើលសោមើលអីស្បួលយ៉ាត់ម៉ូតសោម៉ូតអីកន្លែងនេះឆ្ងាត់ជាងុំពេលមនុស្សដើរចេញចូលឆ្វេងឆ្មាយើងហើយក៏បើកឡានដឹកអ្នកទោសពីទួលឆ្លែងមកដល់ជើងឯកនេះគេបានបញ្ឆេះម៉ាស៊ីនភ្លើងនៅក្នុងបន្ទប់សម្រាប់ដាក់អ្នកទោសដើម្បីកុំឲ្យអ្នកទោសស្ដាប់អីឮឲ្យថ្លង់ហើយក៏អាយ៉ែឡានអែបទៅក្បែរផ្ទះហ្នឹងបើកទ្វារក្រោយហើយលើកអ្នកទោសទម្លាក់ចុះមកដីហើយក៏បញ្ចូលអ្នកទោសទៅក្នុងផ្ទះនោះពេលបញ្ចូលហើយក៏យកម្នាក់ម្ដងចេញមកក្រៅគាត់ឈ្មោះហើយភូតប្រាប់អ្នកទោសថាកុំភ័យអីយកមកឲ្យនៅផ្ទះថ្មីឯងហើយទៅដូចប្រើប្រទេសអង្គុយនៅកន្លែងនោះឲ្យជក់បរិយចាំមើលគេយកអ្នកទោសមកសម្លាប់នៅក្នុងដាវហ្នឹងពេលដែលវាយបើសិនជាពេលភ្លៀងគឺគេគ្របប៉ាតង់កុំឲ្យភ្លៀងធ្លាក់ទឹកចូលក្នុងដាវហើយគេឲ្យអ្នកទោសអង្គុយអ្នកទោសនោះគឺជាប់ស្លាបសេកជាប់ខ្នោះមកក្រោយហើយកម្មាគេចងមុខដល់ហើយគេយកដែកមកគឺវាយចង់ទៅចឹងកហើយអ្នកទោសនោះក៏ដួលប៉ាក់មុខទៅដីគេក៏យកកវិតមកអាវកហើយក៏ដោះខ្នោះដៃចេញបើខោអាវល្អអត់ប្រឡាក់ឈាមគេឲ្យយកខោអាវដោះយកខោអាវនោះទៀត
ហើយបើណាប្រឡាក់ឈាមអត់ឲ្យដោះយកទេហើយយកខោអាវនោះទុកម្ដុំហើយអ្នកទូហ្នឹងក៏គេអូសទម្លាក់ចូលក្នុងដាវហ្នឹងពេលដែលវាយហើយបើកាលណាគេផ្ទៀងបញ្ជីមើលឃើញអត់គ្រប់គេឲ្យរើខ្មោចហ្នឹងឡើងលើហើយរាប់អត់គ្រប់ពេលបើរាប់គ្រប់ហើយគេឲ្យទម្លាក់មកហើយឲ្យពួកហ្នឹងកប់បំដៅនឹងឲ្យជិតវិញហើយខ្ញុំក៏ប្រមូលនោះហើយខោអាវណាល្អដាក់ឡានទៅទុកឲ្យអ្នកទោសថ្ងៃក្រោយទៀតនេះខ្ញុំបើកឡានមកដល់ហួយគាត់លោឡាchoមិត្តឯងជួយយាមគេខ្ញុំក៏ទៅយាមនៅក្រោមផ្ទះឈើអ្នកទោសហ្នឹងដល់យាមយូរទៅយប់ជ្រៅគាត់លោឡាមិត្តឯងជួយគ្នាខ្ញុំក៏ចាប់អ្នកទោសបដើមួយមកដល់កន្លែងទីវាយមកដល់កន្លែងធុំក្លុនស្អុយខ្មោចស្អាតឈាមតែខ្ញុំទៅមកពីដៃជើងខ្ញុំចុកជើងក៏ខ្ញុំទៅឈរយាមនៅក្រោមផ្ទះហ្នឹងវិញដល់ធ្វើការរួចហើយគាត់លោឡាមិត្តឯងសោតទៅវិញមិត្តឯងយ៉ាត់ភ្លឺតាន់ខ្ញុំក៏វេវ៉ាឡើងឡានរៀបចំធ្វើដំណើរទៅដល់កន្លែងអត់ទាន់បានសម្រាប់នៅលាងឡានប្រឡាក់ទៅតែអាចនូមស្អុយស្អេះលាងឡានរួចហើយមិនបានសម្រាប់ថ្ងៃឡើងដើររកតពួនដើរច្រូតស្មៅប្រាំងឲ្យសាយស៊ីឲ្យជៀមនឹងទៅពេល